សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំចង់មកនិយាយរឿងមួយរឿងនោះខ្ញុំលាក់ទុកយូរហើយអ្នកគ្នាគឺខ្ញុំចង់មានគេខ្ញុំចង់លឺគេនិយាយថាចេះ Can I see your passport នេះគឺជា passport លិខិតឆ្លងដែនរបស់ខ្ញុំដែលខ្ញុំបានធ្វើតាំងពីខ្ញុំថ្នាក់ទី10ពេលហ្នឹងខ្ញុំជាសិស្សអាហារូបករណ៍របស់ឆាត្រៀមដែរអញ្ចឹងពេលហ្នឹងខ្ញុំគ្រូគាត់បានដាក់ឲ្យពួកខ្ញុំហ្នឹង join Global Girl Project នៅនេប៉ាល់ណាអញ្ចឹងទៅពេលហ្នឹងពួកខ្ញុំជា2នាក់អញ្ចឹងទៅពេលដែលខ្ញុំជាប់មុនដំបូងគេហ្នឹងហើយគ្រូគាត់ជួនទៅធ្វើ passport នៅប៉ោយប៉ែតអញ្ចឹងធ្វើហើយឡើងតាំងពីមុនឬ passport នេះជិតចប់ហើយជិតផុតកំណត់ហើយ2030ហ្នឹងផុតកំណត់ហើយតែអត់ទាន់បានមួយត្រាទេអត់ទាន់បានមួយ stamp ទេអត់ទាន់បានអីទាំងអស់លេងឆាញ់ទៅទេស្អាតអញ្ចឹងខ្ញុំសង្ឃឹមថា2026នេះខ្ញុំនឹងបានមួយ stamp ឬក៏2 stamp ឬក៏3 stamp ខ្ញុំមកដល់នេះcònដល់សម័យពេលហ្នឹងនេះថ្ងៃទី7ខែ2 Feb 2020ហើយផុតកំណត់ថ្ងៃទី7ខែ2 2030ពេលកពស់ហ្នឹងណាគ្នា1.60 ម៉ែត្រ1.60តាំងពី2020ឥឡូវ2026នៅ1.60 ម៉ែត្រទៀតហត់ណាស់នេះចាំមើលនេះទៅទេស្អាតបដ ாய் អាហ្នឹងខ្ញុំទៅនឹងយកសុំម៉ែបានមកឯម៉ែខ្ញុំមិនអោយយកមកឯគាត់ថាខ្លាចខ្ញុំទៅណាទៅណៃទៀតតែខ្ញុំមិនទៅណាទេគាត់ទៅថាអាហ្នឹងវាធ្វើអស់លុយច្រើនដែរពេលហ្នឹងគ្រូនាំទៅប៉ោយប៉ែតឲ្យគ្រូនាំទៅឲ្យទៅធ្វើតែពេលហ្នឹងខ្ញុំមិនអស់លុយគ្រូអ្នកចេញឲ្យហើយពេលហ្នឹងបើសិនជាអត់កូវីដពេលហ្នឹងគេបិទខ្ទប់កូវីដអញ្ចឹងបើសិនជាអត់បិទខ្ទប់កូវីដប្រហែលជាខ្ញុំបានជិះកប៉ាល់ហោះខ្ញុំក៏បានជិះកប៉ាល់ហោះមានណា passport មានណា passport លិខិតឆ្លងដែនមានប៉ុន្តែអត់ទាន់បានចេញទៅណាទេពីងរុំពាត់អស់ហើយឃើញមុខបដ ாய் មុខឡើងមុខពេលហ្នឹងឡើងដូចមនុស្សប្រុសវែកសក់គៀនចេះហ៎ហើយចឹងទៅឡើងដូចមនុស្សប្រុសចឹងសូមឲ្យកូនចៅបានមក stamp 2 stamp 3 stamp មកហើយចង់លើពាក្យថាចេះ Can I see your passport and then ហុចយាយគេចេះ Here's ជួយតែប៉ុណ្ណឹងទេ Bye bye